សួស្តីអ្នកនរគ្នាឥឡូវយើងធ្វើការចេញដំណើរទៅរកត្រីទៀតហើយបាទជាមួយនឹងមេបាទឥឡូវធ្វើការយកម៉ូតូអីចាក់សាំងបាទចាក់សាំងនេះយើងកុំចាក់ច្រើនពេកខ្លាចវាឆ្លួតឥឡូវធ្វើដំណើរជិះទៅបន្តិចម្ដងហើយក៏កន្លែងរកក៏ឆ្ងាយដែរឥឡូវយើងមកដល់កន្លែងហើយកំពុងតែរៀបចំដើម្បីធ្វើការអូសយកតាមម្ដងដល់ខ្សែតែពេលវេលាជាមានប្រាក់ដូច្នេះយើងមិនអាចទៅសំស្រាយពេលវេលាបានទេហើយឥឡូវធ្វើការអូសបន្ទបងហ្នឹងគឺជាអូសតែ2នាក់បងទេហើយខ្ញុំនៅលើនេះអត់មានធ្វើអីទេបាទមានតែបកាត់ភ្លើងដោយសារមេឃវារកភ្លៀងអញ្ចឹងណាហើយឥឡូវយើងធ្វើការអូសបដាហើយក៏វាពិបាកដែរដោយសារវាសម្បូរទៅដោយកំប្លោកច្រើនពេកតែពេលអញ្ចឹងយើងត្រូវការកាយផងអូសផងគឺវាវេទនាមែនទែនទម្រាំតែបានមួយមុងនេះគឺពិបាកខ្លាំងមែនទែនហើយត្រីក៏អត់សូវបានច្រើនដែរដោយសារដូចជាវាផ្អើលដូចគេដានគេចោះដែរអញ្ចឹងណាហើយយើងទៅក្រោយគេហើយបានវាសូវមានត្រីអញ្ចឹងណាតែវាមិនអីទេយើងមកក្រោយគេតែត្រីវាច្រើនវានៅក្រោយនេះឥឡូវឲ្យពូនគាត់ជួយកាយទៀតបានគ្រីច្រើននេះឥឡូវយើងធ្វើការកាយហើយអូយត្រីក៏វានៅក្នុងហ្នឹងដែរបាទពងតើនេះបងក៏គាត់ថាប្រះក្នុងមុំអញ្ចឹងយើងធ្វើការចាប់យកតែម្ដងបាទមកកប៉េះគូបាទមកប្លង់ហើយយើងក៏ធ្វើអូសបិទមាត់យកតែម្ដងបាទឥឡូវគាត់បោះខ្យងហើយបាទប៊ីសចំកណ្ដាលមុខទៀតគេទៅបាទបោះអត់ចេះមើលមែនហើយនេះមិនមែនជាខ្យងខ្មែរទេបាទតែបងប្អូននៅខាងហ្នឹងគេពីយ៉ាងគេហៅថាខ្យងយួនអញ្ចឹងភាសាដឹងឬគេជាចឹងដែរហើយធ្វើការអូសគឺអូសយូរដែរធ្ងន់ដែរឥឡូវយើងធ្វើការយកមកលើកោសហើយយើងត្រូវការស្វែងរកត្រីតែម្ដងហើយត្រីយើងទៅជាមិនសូវមានត្រីធំណាស់ទេដោយសារទឹកវារាក់ពេកយើងបានត្រឹមមកត្រីក្រាញ់ក្តាមខ្យងអីចឹងតែនៅក្នុងនេះដូចជាមានត្រីធំមួយបាទគឺជាត្រីនៅដែងដឹងហើយវាក៏ស្មុគស្មាញខ្លាំងតែដោយសារតែវាធ្ងន់ហើយយើងអូសតែ2នាក់ទៀតជាវាពិបាកខ្លាំងតែណាមួយយើងខ្លាចមុតដៃដែរសារមានត្រីខ្លះវានេះហើយបងក៏ឃើញត្រីទូចពេកក៏ប្រឡែងវិញដែរដោយសារវាទូចពេកយើងយកក៏មិនដឹងយកទៅធ្វើអីដែរហើយមួយសំណាញ់នេះគឺដូចជានិយាយរួមដូចជាអំបិលតែម្ដងហើយគ្មានបានទេឥឡូវយើងមកចូលជាសំណាញ់ទី2តែម្ដងតែវាបានច្រើនឬមិនច្រើនតែសំណាញ់ទី2នេះវាអាចនឹងបានច្រើនព្រោះសារឃុំដូចធំតែតំបន់នេះវាសម្បូរកែបអូបច្រើនដោយសារវាភ្លៀងរហូតវាទៅដាច់ទឹកភ្លៀងអញ្ចឹងណាហើយភ្លៀងនេះវាភ្លៀងរងថ្ងៃពេកអញ្ចឹងកែបវាក៏ស្អីហ៊ានចេញដែរបើសិនជាមិនអត់ភ្លៀងអាចដើរបាញ់កែបទៀតបាននេះហើយនេះបាទឥឡូវបងប្អូនកំពុងកាត់ភ្លើងមកអស់ឆេះប៉ុណ្ណឹងសរសើរគាត់ថាគាត់កាត់ភ្លើងឆេះឥឡូវបានប៉ុណ្ណេះឯងបាទលទ្ធផលហើយក៏ដុតស៊ីតែម្ដងដែរយើងកុំខ្វល់ច្រើនព្រោះពេលវេលាជាមានប្រាក់យើងមកអូហ្នឹងគឺអូតែ3ម៉ោងទេហើយត្រីដូចជាបានច្រើនប៉ុន្តែយើងថតបានតែប៉ុណ្្នឹងអញ្ចឹងណាសារយើងបានថតដោយសារភ្លៀងហើយថ្មីចតូលៀតចឹងការពារផ្សាយជាព្យាបាលហើយក៏គ្រប់ជម្រាបលាដល់អ្នកនរគ្នាដែរហើយវីដេអូគឺមានតែប៉ុណ្្នឹងសម្រាប់ការទស្សនាដល់អ្នកនរគ្នាផងដែរបាទបាយ